តែអ្នកដឹងទេគ្រាន់តែខ្លាយជាកីឡាករ Man City Abdulkadir Gossanov ក៏បានខ្លាយទៅជាវីរបុរសរបស់ប្រទេសអ៊ូបេគីស្ថានជំរាបសួរខ្ញុំកនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចាខ្សែការពារកម្ពស់ 1.86 Gossanov បានទទួលការស្វាគមន៍យ៉ាងកក្រិតកក្រែងនៅក្នុងនាមជាវីរបុរសបន្ទាប់ពីគេបានទៅដល់ប្រទេសអ៊ូបេគីស្ថានក្នុងអំឡុងពេលសម្រាប់ International Break នេះចាគ្រាន់តែបានទៅដល់រដ្ឋធានី Tashkent នៃប្រទេសកំណើតភ្លាមអតីតគ្រូបង្វឹករបស់គេគឺបានជូនកាដូឡាន Mercedes-Benz មួយគ្រឿងដែលឡានមួយគ្រឿងនេះមានតម្លៃខ្ទង់$33,000ហើយនៅក្នុងសប្តាហ៍នេះដែរកីឡាករវ័យ21ឆ្នាំដែល Manchester City បានទិញពីក្លឹបLens នៅក្នុងតម្លៃជាង$40 លាននេះក៏ត្រូវបានទទួលជួបដោយលោកប្រធានាធិបតីអ៊ូបេគីស្ថាន Gossanov បានជូនអាវរបស់គេនៅ Man City ទៅកាន់លោកប្រធានាធិបតីជាអនុស្សាវរីយ៍ផងដែរលើសពីនេះទៅទៀតចានៅក្នុងពេលដែលសម្រាប់ទៅលេងនៅស្រុកកំណើតនេះGossanovក៏បានរៀបចំពិធីសុំមិត្តស្រីរៀបការហើយក៏នឹងបានបដិញ្ញាចិត្តថាពេលរៀបការនឹងអញ្ជើញមិត្តរួមក្រុមនៅក្នុងក្រុម Man City ទាំងអស់ឲ្យចូលរួមព្រោះថាគេនឹងធ្វើពិធីនេះយ៉ាងអធិកអធម